ជំរាបសួរពុកម៉ែពូមីងថ្ងៃនេះខ្ញុំធ្វើបុកមីជាមួយត្រីសាម៉ុននិយាយថាបើរសជាតិអែមណាស់ពុកម៉ែពូមីងអើយឆ្ងាញ់លើឆ្ងាញ់ត្មងឥឡូវពុកម៉ែពូមីងមកមើលពីរបៀបដែលខ្ញុំធ្វើវិញម្ដងមុនដំបូងខ្ញុំត្រូវដាក់ខ្ទឹមស2កំពឹស3កំពឹសចូលរួចហើយខ្ញុំបុកវាឲ្យម៉ត់សិនព្រោះអីខ្ញុំយកទៅបុកខាងក្រោមបុកខាងលើវារងើវាលឺសំឡេងខ្លាំងពេកអញ្ចឹងខ្ញុំយកទៅបុកខាងក្រោមបន្ទាប់មកខ្ញុំក៏ដាក់ម្ទេសចូល2-3គ្រាប់រួចហើយខ្ញុំក៏បុកវាបន្តិចទៀតដើម្បីឲ្យម្ទេសហ្នឹងវាម៉ត់សិនឥឡូវម្ទេសហើយខ្ទឹមខ្ញុំបានបុករួចរាល់ហើយឥឡូវខ្ញុំចាប់ដើមចាក់ទឹកកាពិចូលខ្ញុំចាក់ទឹកកាពិចូលចាក់ទឹកកាពិចូលហើយខ្ញុំចាប់ដើមកូរវាបន្តិចកូរវាឲ្យរាងសព្វជាមួយនឹងម្ទេសជាមួយនឹងខ្ទឹមហើយខ្ញុំចាប់ដើមចាក់ទឹកក្តៅចូលបន្តិចចាក់រាងច្រើនបន្តិចក៏បានដែរបងប្អូនឲ្យវារាងរាវបន្តិចអញ្ចឹងកើនរសជាតិទៀតបងប្អូនឥឡូវខ្ញុំចាប់ដើមដាក់ស្ករសចូលដាក់ស្ករសចូល2ស្លាបព្រារួចហើយខ្ញុំដាក់ប៊ីចេង1ចុងស្លាបព្រាបន្តមកទៀតខ្ញុំថែមម្ទេសម៉ត់1ស្លាបព្រាទៀតបងប្អូនដើម្បីឲ្យកើនរសជាតិហឹរបន្តិចទៀតបន្តមកខ្ញុំចាប់ដើមកូរវា2-3សន្លប់ហើយឲ្យវាចូលសព្វជាមួយនឹងគ្រឿងហ្នឹងបន្ទាប់មកទៀតខ្ញុំយកក្រូចឆ្មាច្របាច់ដាក់មួយចំណិតបើបងប្អូនចូលចិត្តរាងជូរបងប្អូនអាចដាក់រាងច្រើនតិចក៏បានដែរតែបើថារសជាតិវិញយើងត្រូវការរាងជូរអែមបន្តិចទៅមានរសជាតិឆ្ងាញ់ចឹងណាបងប្អូនតែឥឡូវយើងចាប់ផ្ដើមកូរឲ្យភ្លក់ឥឡូវត្រូវរសជាតិហើយខ្ញុំក៏ចាប់ផ្ដើមចាក់ពេញប៉ោះតូចហ្នឹងហាន់វាឲ្យរាងតូចទៅយើងចាក់ចូលរាប់មកយើងចាក់ត្រីសាម៉ុនចូលចាក់ចូលហើយយើងចាប់ផ្ដើមកូរវាឲ្យសព្វគ្នាទៅឥឡូវខ្ញុំកូររាងសព្វហើយខ្ញុំក៏ចាក់លៀសសមុទ្រហើយនឹងងាវចូលចាក់ចូលរួចហើយខ្ញុំក៏ចាប់ផ្ដើមកូរវាឲ្យសព្វគ្រឿងដើម្បីឲ្យចូលជាតិបានល្អឥឡូវរួចរាល់ហើយមុខម្ហូបខ្ញុំតែប៉ុណ្្នឹងទេពុកម៉ែពូមីងឥឡូវខ្ញុំចាប់ផ្ដើមដួសដាក់ចានសិនបើសិនពុកម៉ែពូមីងចង់ពិសាអាចធ្វើរបៀបខ្ញុំបានរសជាតិខ្ញុំធានាឆ្ងាញ់ត្មងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមពុកម៉ែពូមីងបងប្អូនជួយ Subscribe ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីសូមអរគុណច្រើនបាយបាយ